Khởi chứng dânចាប់ផ្ដើមពីលំហាត់ទី1ទៅអញ្ចឹងលំហាត់មួយនេះយើងមើលទៅថាវាផ្ដល់ឲ្យប្រមាណ view view ហ្នឹងគឺស្មើទៅលើ top view front view ឬក៏ right view អញ្ចឹងមកអញ្ចឹងរូបនេះគេផ្ដល់ឲ្យជា2 view top view ហើយនឹង view មួយនេះគេហៅថាជា section view section AA គេកាត់មកជា2អញ្ចឹងខ្ញុំចាប់ផ្ដើមគូដោយប្រើ top view ហើយអញ្ចឹងខ្ញុំបង្កើត file មួយនេះអូខេអញ្ចឹងក្នុងនេះគឺរង្វង់នេះគឺមានអង្កត់ចិត្ត80មីលីម៉ែត្រអញ្ចឹងខ្ញុំប្រើរង្វង់អញ្ចឹងដោយសារក្នុងនេះគឺជាប្រភេទ 3D អញ្ចឹងខ្ញុំត្រូវការរើសប្លង់មួយតើយើងត្រូវការរើសយកប្លង់ top view front view ឬក៏ right view អញ្ចឹងដោយសារក្នុងនេះខ្ញុំត្រូវការគូដោយប្រើចាប់ផ្ដើមចេញពី top view អញ្ចឹងខ្ញុំយក top view ដែរ Control X មកអូខេចាប់ផ្ដើមចេញពីនេះ80អូខេប្រើ Smart Dimension ដើម្បីដាក់ប្រវាយវាឲ្យជាលក្ខណៈមួយសិនមកជៀសវាងវាប្រែប្រួលខាងក្នុងនេះរង្វង់ដែរមានកប់ចិត្តប្រមាណឧទាហរណ៍ខាងនេះគេបានប្រាប់ថាពីនេះមកដល់នេះគឺ28គឺ56ចុះក្នុងនេះគេប្រាប់ចេះវិញរង្វង់នេះម្ដងនេះគឺ28សិនឥឡូវទៀតថាខ្ញុំគូសិន28តែមានកប់ចិត្ត10មីលីម៉ែត្រចម្ងាយវាគឺ28អញ្ចឹងខ្ញុំគូរង្វង់មួយដាក់ត្រង់មក10មីលីម៉ែត្រអូខេ Smart Dimension 10 28អញ្ចឹងដោយសារវាមាន3ទីតាំងអញ្ចឹងខ្ញុំប្រើ rotate ដើម្បីកំណត់ទីតាំងដូចគ្នារយៈពេលចំពោះចន្លោះវាគឺ step វាគឺ90ដឺក្រេអូខេយើងអាចមើលបានតើវា10មែនអត់អូខេ10ហើយចម្ងាយវាគឺ28ដូចគ្នាហើយនេះដូចគ្នាដែរ28ចេញឲ្យសល់រង្វង់កណ្ដាលមួយទៀតតើរង្វង់កណ្ដាលនេះគឺវាមានកញ្ចក់ប្រមាណអញ្ចឹងក្នុងនេះដូចជាគេអត់ប្រាប់ប៉ុន្តែយើងអាចឥឡូវទៀតថាក្នុងនេះខ្ញុំគិតថាកប់ចិត្តវាគឺ28ដែរប៉ុន្តែក្នុងនេះគេដូចជាអត់បានប្រាប់ថាកប់ចិត្តប្រមាណទេឥឡូវទៀតខ្ញុំគូ28ត្រង់មកអូខេទៀតខ្ញុំ trim វាចោលអូខេអញ្ចឹងយើងបានរូបរាងគឺល្មមដូចគ្នាហើយឥឡូវកម្រាស់វាគឺយើងមើល section view នេះតើវាប្រមាណគឺ5មីលីម៉ែត្រខ្ញុំគ្លីកលើផ្ទៃនេះពវល់វាមកហើយដាក់កម្រាស់វាបើយើងចង់ទាញមកទៅម្ខាងយើងអាចគ្លីកពាក្យ direction នេះមកទៅម្ខាងបានហើយប៉ុន្តែខ្ញុំចង់ដាក់សងខាង5មីលីម៉ែត្រអូខេអញ្ចឹងខ្ញុំបិទលេខវាចោលកុំឲ្យវាឃើញ sketch ពេកគឺនៅក្នុង PMI អូខេនេះគឺរូបយើងគឺប៉ុណ្្នឹងឯងលំហាត់ទី1គឺខ្ញុំគិតថាវាងាយស្រួលដែរអូខេ